សួស្តីអ្នកនរគ្នាចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកនរគ្នាតាក់ទងជាមួយនឹងរបៀបនៃការធ្វើឲ្យកុំព្យូទ័ររបស់យើងដំណើរការលឿនជាងមុនណាចឹងដំបូងអ្នកនរគ្នាត្រូវសម្អាតចាំង file នៅក្នុងកុំព្យូទ័រយើងសិនចឹងទីមួយគ្នាយើងចុច Windows បូកជាមួយនឹងអក្សរ Alt ចឹងនៅត្រង់នេះអ្នកនរគ្នាអាចវាដូចខ្ញុំបានចឹងដំបូងយើងវាពាក្យថា temp បាទតាមទៀតយើងចុច OK បន្ទាប់មកវាលោតចេញផ្ទាំង file អត់បានការនេះគឺជា file អត់បានការអញ្ចឹងអ្នកនរគ្នា Control A មកហើយបន្ទាប់មកយើងមកស្ដាំធ្វើការលុបវាចេញបាទចុច Continue ចំពោះ file ដែលយើងអាចលុបបានអ្នកនរគ្នាគេថាចុច Skip ចោលហ្នឹងមកបាទចុច Skip ហើយចំពោះ Load Try Again យើងខ្វែងវាមកបិទវាមកហើយបន្ទាប់មកទៀតអ្នកនរគ្នាចុច Windows បូកជាមួយនឹងអក្សរ Alt ម្ដងទៀតហើយបន្តមកទៀតអ្នកទាំងអស់គ្នាពាក្យត្រង់នេះអ្នកទាំងអស់គ្នាវាដូចគ្នាប៉ុន្តែយើងដាក់ភាគរយ temp បាទភាគរយសងខាងហើយចុច OK បាទនេះ file ចំនួន532 item អញ្ចឹងយើងធ្វើការលុបចោលវាមក Control A ចុចប៊ូតុង delete តែមកចុចពាក្យ continue បាទតោះនេះគឺជាចាំង file ដែលវាធ្វើឲ្យកុំព្យូទ័ររបស់យើង slowចឹងយើងអាសាសម្អាតវាទៅវាអាចធ្វើកុំព្យូទ័រយើងប្រសើរជាងមុនតែមុនអ្នកនរគ្នាចុច skip ចឹងបើវាមានច្រើនចឹងយើងចុច tick កន្លែងនេះមកចុច skip បាទចំពោះ file នេះលុបអត់បានយើងចុចខ្វែងមកហើយចុចខ្វែងវាមកហើយបន្តមកទៀតយើងចូល Windows បូកជាមួយនឹងអក្សរ Alt ម្ដងទៀតហើយនៅត្រង់នេះអ្នកទាំងអស់គ្នាវាពាក្យ prefix បាទនេះ prefix វាខ្ញុំមកបាទបន្តមកអ្នកទាំងអស់គ្នាចុច OK បាទអញ្ចឹងបន្តមកយើង Control A ហើយយើងចុចប៊ូតុង delete ដូចគ្នាដើម្បីលុប file អត់បានការចេញពីកុំព្យូទ័ររបស់យើងចុច skip បាទហើយខ្វែងវាចោលបន្តមកអ្នកទាំងអស់គ្នាចុច Windows បូកជាមួយនឹងអក្សរ ម្ដងទៀតហើយនៅត្រង់នេះអ្នកទាំងអស់គ្នាសរសេរclean MGO តើមកយើងចុច OK ហើយតើមកចុច OK បាទនៅត្រង់នេះគឺយើងសម្អាត file ដែលយើងបានលុបឬក៏ file កំទេចកំទីនៅក្នុងកុំព្យូទ័ររបស់យើងដូចជានៅក្នុង recycle bin អញ្ចឹងណាអញ្ចឹងបន្ទាប់មកអ្នកនរគ្នាចុច tick ទាំងអស់មកបាទ tick ទាំងអស់ហើយបន្ទាប់មកយើងចុច OK បាទអញ្ចឹងវានឹងធ្វើការលុបរាល់កំទេចកំទី file នៅក្នុងកុំព្យូទ័ររបស់យើងដែលវាធ្វើកុំព្យូទ័ររបស់យើង slow ណាចឹងអ្នកនរគ្នាអាសាធ្វើបែបហ្នឹងមកនៅពេលដែលយើងប្រើប្រាស់កុំព្យូទ័របានកន្លះម៉ោងឬ1ម៉ោងឬក៏ទើបបើកប្រើប្រាស់កុំព្យូទ័រអញ្ចឹងជាដើមអូខេបន្តមកទៀតអ្នកនរគ្នាត្រូវចូលបិទstart up program មានន័យថាជា program ដែលនៅពេលដែលអ្នកនរគ្នាបើកកុំព្យូទ័រមកគឺវាលោតកម្មវិធីផ្សេងដូចជា team ដូចជា internet manager អីចឹងទៅអញ្ចឹងដើម្បីធ្វើការបិទអ្នកនរគ្នាចុច Windows បូកជាមួយនឹងអក្សរ X បាទហើយបន្ទាប់មកយើងរើសពាក្យថា task manager បាទតែវាធំហើយបន្ទាប់មកទៀតអ្នកទាំងអស់គ្នាចុចចូលកន្លែងនេះ start up នេះបាទអញ្ចឹងរាល់កម្មវិធីដែលយើងបើកកុំព្យូទ័រមកគឺវាបើកមកជាមួយគឺវាចេញពី enable ដូចនេះដូច CCX process មួយនេះអញ្ចឹងខ្ញុំធ្វើការបិទចុចមកខាងស្ដាំពីលើវា disable បាទនេះ IDM ដូចគ្នានៅពេលយើងបើកកុំព្យូទ័រអញ្ចឹងកម្មវិធីនេះវាបើកមកតាមហើយអញ្ចឹងវាធ្វើឲ្យដំណើរការនៃការបើកកុំព្យូទ័ររបស់យើងវា slow អញ្ចឹងយើង disable វាមកបាទនេះ one try ដូចគ្នា disable វាអស់មកបាទប៉ុន្តែ security health នេះមិនបាច់បិទទេព្រោះវាគឺជាកម្មវិធី check មើល virus នៅក្នុងកុំព្យូទ័ររបស់យើង team នេះអញ្ចឹងយើងបិទវាមក team កុំឲ្យនៅពេលយើងបើកកុំព្យូទ័រ team វាបើកដែរអញ្ចឹងវាធ្វើឲ្យកុំព្យូទ័រដំណើរការកុំព្យូទ័ររបស់យើងនឹងយឺតជាងមុនបាទ disable អញ្ចឹងខ្ញុំ disable អស់ហើយចប់ប៉ុណ្ណឹងអញ្ចឹងវិធីសាស្ត្រទាំងហ្នឹងវាអាចជួយកុំព្យូទ័ររបស់គ្នាយើងនឹងដំណើរការប្រសើរជាងមុនអញ្ចឹងជួបគ្នានៅវីដេអូក្រោយ